topic 77 បាទអញ្ចឹងយើងមកមើល77ប្រធានបទសន្តានាមរបស់យើងគឺ repair យើងប្រែថាការជួសជុលបាទឥឡូវយើងមកមើលសន្តានាមរបស់យើងបងប្អូន Can you fix the bike តើអ្នកអាចជួសជុលកង់របស់ខ្ញុំឬក៏អាចជួសជុលកង់នេះបានទេបាទហើយយើងយកកង់ទៅបង្ហាញគេ Can you fix the bike បាទចម្លើយ I need a wrench បាទខ្ញុំត្រូវការសោបន្ថែមទៀតនេះព្រោះត្រូវការដោះត្រូវការអីចឹងណាបាទឥឡូវយើងមកមើលជាបន្តទៀត Is a wheel broken តើកង់ម៉ូតូហ្នឹងវាយ៉ាងម៉េចដែរវាខូចឬក៏មិនដែរណាកង់ខូចឬក៏មិនឥឡូវយើងមើលចម្លើយ Yes it is flat បាទវាគឺធ្លាយវាបែកកង់ទៅហើយបាទវាធ្លាយបាត់ទៅហើយបាទឥឡូវយើងមកមើលជាបន្តទៀត Do you have clue តើអ្នកមានកាវទេកាវសម្រាប់បិទអីចឹងណាបាទឥឡូវយើងមកមើលជាបន្ត Yes for the plastic បាទមានថាកាវនឹងមានហើយសម្រាប់បិទជាជួរអីចឹងណាបាទឥឡូវយើងមកមើលជាបន្តទៀត Is some machine old តើម៉ាស៊ីននឹងវាយ៉ាងម៉េចដែរទ្រុឌទ្រោមចាស់ហើយឬក៏យ៉ាងណា Yes but it works បាទរៀងចាស់ហើយប៉ុន្តែវានៅតែដំណើរការធម្មតាអញ្ចឹងណាវាអត់មានអីទេនៅតែអាចបើកទៅមុខធម្មតាអញ្ចឹងណាទោះបីជាវាចាស់ហើយក៏ដោយឥឡូវយើងមកមើលជាបន្តទៀត Should I buy a new one តើខ្ញុំគួរតែទិញអាថ្មីមួយទេបាទគួរតែទិញអាថ្មីមួយទៀតទេចម្លើយ No we can fix it បាទអរេមិនចាំបាច់ទិញអីថ្មីទេបាទយើងអាចជួសជុលវាបានណាបាទឥឡូវយើងមកមើលជាបន្ត Is it ready now តើការជួសជុលនឹងមិនដែររួចរាល់ហើយនៅណាកង់ឬក៏ម៉ូតូហ្នឹងរួចរាល់ហើយនៅចម្លើយ Yes you can use it បាទរួចរាល់អស់ហើយបាទអញ្ចឹងអ្នកអាចយកទៅប្រើប្រាស់បានហើយណាបាទអញ្ចឹងសម្រាប់វីដេអូនេះយើងចប់តែប៉ុណ្្នឹងហើយជួបគ្នាវីដេអូក្រោយជាបន្ត